បន្ទាប់ពីជិះយន្តហោះជាង7-10 ម៉ោងយើងបានមកដល់ទីក្រុងតូក្យូហើយ check in ក្នុងអូតែលហើយម៉ោងប្រហែលជាខ្ទង់5 ល្ងាចយើងបាននាំគ្នាចេញពីអូតែលដើម្បីដើរមើលទីក្រុងហើយនឹងញ៉ាំអាហារពេលល្ងាចផងដែរល្ងាចឡើងត្រជាក់ស្រួលខ្លាំងណាសីតុណ្ហភាពចន្លោះខ្ទង់10 ទៅ 15 អង្សាទេហើយមានខ្យល់តិចតិចធ្វើឲ្យមានអារម្មណ៍ថា fresh តែម្ដងហើយ view សម្រាប់ទីក្រុងតូក្យូពិតជាស្អាតមែនតើចង់និយាយថាធ្លាប់ល្បីពីប្រជាជនទីក្រុងតូក្យូឬក៏ប្រជាជនជប៉ុនហ្នឹងថាគេរស់នៅមានរបៀបមានសណ្ដាប់ធ្នាប់មានអាកប្បកិរិយាល្អមានវិន័យគឺពិតជាល្អអញ្ចឹងមែនហើយនេះគឺគេចាំ stop ដល់ពេលគេ stop ហើយគេដើរឆ្លងនៅទីក្រុងហ្នឹងអត់សូវមានម៉ូតូផងគេធ្វើដំណើរភាគច្រើនគឺថ្មើរជើងតែម្ដងថ្មើរជើងហ្នឹងហើយអាចមានជិះកង់មួយហើយក្រៅពីហ្នឹងគឺគេប្រើតាក់ស៊ីគេជិះតាក់ស៊ីហ្នឹងតាក់ស៊ីគេមានតែ1ម៉ូតទេ1ម៉ូតហ្នឹងប្រើទូទាំងក្រុងតែម្ដងហើយអ្នកបើកតាក់ស៊ីគេខ្ជូតគេស្លៀកសម្លៀកបំពាក់ជាឯកសណ្ឋានតែម្ដងហើយឡានតាក់ស៊ីគេទំនើបហើយមានសណ្ដាប់ធ្នាប់ហ្មងចង់និយាយថាយើងអត់មានការព្រួយបារម្ភថាត្រូវគេឈីតនៅពេលដែលយើងឡើងជិះតាក់ស៊ីហើយត្រូវគេឈីតយើងលើតម្លៃលើអីទេគឺភាពស្មោះត្រង់របស់ជនជាតិជប៉ុនហើយនឹងដំណើរការនៅក្នុងរបៀបដែលគេធ្វើដាក់ដំណើរការហ្នឹងគឺវាល្អតែម្ដងហើយនេះយើងដើរលេងចិត្តហ្នឹងបន្តិចយើងមិនតាន់ដើរឆ្ងាយទេបន្ទាប់មកយើងញ៉ាំអាហារពេលល្ងាចសិនពួកអីហេវហើយជិះយន្តហោះឡើងយូរញ៉ាំអាហារលើយន្តហោះឥឡូវនេះយើងមកភ្លក់សាច់គោជប៉ុនម្ដងវាផុយខ្លាំងសាច់គោហ្នឹងអត់ដូចសាច់គោយើងផងប៉ុន្តែសម្រាប់ខ្ញុំវារសជាតិវាមួយយ៉ាងម្នាក់ទេវាផុយល្អមែនប៉ុន្តែវាទៅមួយបែបដល់ពេលសាច់គោយើងវាឆ្ងាញ់មួយបែបរបស់យើងនេះបានតែយូរញ៉ាំម្ដងញ៉ាំរាល់ថ្ងៃចាញ់សាច់គោយ